ដល់យើងទៅរៀនជាមួយនឹងបងជូទាំងអស់គ្នាអក្សរដអក្សរដសត្វអីគេកូនបាទអក្សរដគឺសត្វដំរីអញ្ចឹងកូនស្គាល់ហើយដំរីគឺមានមាឌធំអញ្ចឹងដគឺដំរីអញ្ចឹងអក្សរដសេបែបម៉េចកូនមើលទាំងអស់គ្នាអក្សរនេះយើងអានថាអក្សរដសួស្តីកូនទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយនឹងបងជ្រូកទៀតហើយបងជ្រូកនឹងនាំកូនទៅរៀនសរសេរអក្សរដតាមចលនាពី1ដល់5ទាំងអស់គ្នាតោះយើងចាប់ផ្ដើមទាំងអស់គ្នាអក្សរដមាន5ចលនាអញ្ចឹងកូនមើលចលនាទី1យើងទាញពីលើចុះមកក្រោមចលនាទី2គឺយើងទាញបញ្ចុចចូលក្នុងចលនាទី3យើងទាញពីក្រោមឡើងទៅលើរីឯចលនាទី4គឺយើងគួចហើយនឹងចលនាទី5គឺយើងទាញវុតទៅលើអញ្ចឹងអក្សរដរបស់យើងគឺមាន5ចលនាបន្ទាប់មកទៀតកូនត្រូវរៀនសរសេរអក្សរដឲ្យបានស្ទាត់ទាំងអស់គ្នាបងជ្រូកថ្ងៃនេះគឺមានcolor ទឹកក៏ដូចជាជក់ដើម្បីសរសេរអក្សរដអញ្ចឹងបើកូនមាន color ទឹកក៏ដូចជាជក់រៀនសរសេរអក្សរដតាមចលនាទាំងអស់គ្នាជាមួយនឹងបងជ្រូកតោះចាប់ផ្ដើមយើងទាញចេញពីចលនាទី1មកចលនាទី1ចលនាទី2ចលនាទី2គឺយើងទាញបញ្ចុចមែនទេកូនអញ្ចឹងកូនអត់មានខលួតទឹកអាចប្រើខលួតទាញក៏បានខ្មៅដៃក៏បានប៊ិចក៏បានហ្វឺតក៏បានអត់បញ្ហាទេកូនមានអ្វីប្រើនឹងទៅណាតោះបន្ទាប់ពីចលនាទី1ទី2ទី3គឺយើងចូលដល់ចលនាទី4និងចលនាទី5អញ្ចឹងយើងរៀនផាត់ពួរជាមួយនឹងបងជូកទាំងអស់គ្នាដោយផ្ដើមចេញពីដំបូងគឺពីចលនាទី1ទាញពីលើចុះមកក្រោមបន្តមកទៀតគឺចលនាទី2យើងបញ្ចុចចូលទៅក្នុងបន្តមកទៀតពីចលនាទី2ហើយលេខប៉ុន្មានកូនបាទបន្ទាប់ពីលេខ2គឺលេខ3ចលនាទី3យើងអាចផាត់ពីលើចុះក្រោមឬក៏ពីក្រោមឡើងលើក៏បានដែរដោយសារការផាត់ពួរវាខុសពីការសរសេរអញ្ចឹងកូនអាចផាត់ពួរតាមដែលយើងអាចធ្វើទៅបានបន្តមកទៀតចូលដល់ចលនាទី4កូនត្រូវគួចបន្ទាប់ពីចលនាទី4យើងគួចហើយចលនាចុងក្រោយគឺចលនាទី5អញ្ចឹងកូនចេះសរសេរទាំងអស់គ្នាអញ្ចឹងបងជ្រូកសង្ឃឹមថាកូននឹងចេះសរសេរអក្សរដទាំងអស់គ្នាពីចលនាទី1ដល់ចលនាទី5នៅផ្ទះកុំភ្លេចរៀនសរសេរអក្សរទាំងអស់គ្នាណាកូនបើមិនចឹងទេកូននឹងមិនចេះសរសេរអក្សរនោះទេតោះបន្តមកទៀតបន្ទាប់ពីយើងផាត់ពួរតាមចលនារួចហើយធ្វើឲ្យទៀតបាទអក្សរដយើងរួចរាល់បន្ទាប់ពីផាត់ពួរហើយកូនអត់ត្រូវយកស្លែមមកធ្វើជាអក្សរដទេគឺកូនត្រូវមានដីឥដ្ឋកូនត្រូវលុញដីឥដ្ឋហើយបង្កើតជាអក្សរដអញ្ចឹងបងជ្រូកយកដីឥដ្ឋហើយបងជ្រូកបានលុញហើយលុញវាមូលមកឲ្យរាងវែងហើយបង្កើតជាអក្សរដទាំងអស់គ្នាអញ្ចឹងបងជ្រូកបានលុញធ្វើជាអក្សរដអញ្ចឹងកូនចូលចិត្តលេងដីឥដ្ឋនៅផ្ទះកុំឲ្យលេងហើយកូនខាតគឺកូនត្រូវរៀនបង្កើតទៅជាអក្សរដើម្បីកូនអាចចេះពេលចូលរៀនកូនចេះសរសេរអក្សរចេះអានអក្សរហើយនឹងស្គាល់តួអក្សរបានច្បាស់ទៀតផងអញ្ចឹងអក្សរដយើងគឺរួចរាល់អស់ហើយកូនទាំងអស់គ្នាជួបគ្នាជាមួយនឹងបងជ្រូកនៅវីដេអូក្រោយបញ្ជាអក្សរដគឺសត្វដំរីបាយជួបគ្នានៅវីដេអូក្រោយ